ឆ្នាំព្យាបាលអាឡាក់ស៊ីស្បែកបាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំយកដើមល្ហុងខ្វងក្រហមយកមកចែកម្លែកដល់បងប្អូនបើបងប្អូនមានបញ្ហាអាឡាក់ស៊ីស្បែករមាស់ស្បែកបងប្អូនអាចបេះស្លឹកល្ហុងខ្វងក្រហមនេះបាទក្តាប់ទៅពីក្តាប់ដៃហើយលាងទឹកឲ្យស្អាតឲ្យជ្រះជ័រវាណាហើយយើងបុកឲ្យម៉ត់ហើយយើងលាយជាមួយទឹក2កែវបាទហើយយើងយកអាទឹករបស់វាហ្នឹងមកលាបកន្លែងតអកឬក៏កន្លែងអាឡែស៊ីបាទជាពិសេសបងប្អូនដែលរមាស់ដៃរមាស់ជើងអត់បាត់អីបងប្អូនអាចសាកល្បងធ្វើបានហើយល្ហុងនេះវាដុះតាមលបងផ្ទះឬក៏តំបន់ខ្លះគេដាំណាបងប្អូនអាហ្នឹងហៅដើមល្ហុងខ្វងក្រហមបាទតំបន់ខ្លះហៅល្ហុងខ្វងស្វាយបាទអញ្ចឹងពុកម៉ែបងប្អូនឃើញវីដេអូនេះជួយ share ចែកម្លែកផងហើយមើលភិនភាគពាក់ព័ន្ធជាមួយនឹងដើមល្ហុងនេះបាទគឺអត់ពិបាកចំណាំទេបងប្អូនវាដូចតែល្ហុងខ្វងពណ៌ខៀវដែរបាទវាខុសគ្នាតែបន្តិចខុសគ្នាតែពណ៌ទេបាទអញ្ចឹងពុកម៉ែបងប្អូនសាកល្បងប្រើបានសម្រាប់បងប្អូនដែលមានបញ្ហារមាស់តអកហើយអាឡែស៊ីស្បែកបានន័យថាយើងប្រើម្សៅប្រើអីទៅវាអាឡែស៊ីបងប្អូនអាចប្រើប្រាស់ជាមួយល្ហុងនេះបានបាទព្រោះអីវាជាថ្នាំធម្មជាតិទេបងប្អូនវាអត់ប៉ះពាល់ដល់ស្បែករបស់យើងទេយើងប្រើទៅវាជួយស្បែកយើងផងដែរបាទអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាអាចសាកល្បងប្រើទៅបាទមិនតោះខកអីទេហើយក៏វាមិនប៉ះពាល់អីដែរបាទនេះគឺជាចំណេះដឹងមួយដែលចែកម្លែកដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសូមបងប្អូនកុំភ្លេចជួយចែកម្លែកដល់អ្នកដែលមិនបានដឹងផងបាទខ្ញុំគ្មានអ្វីទេមានតែម្រាមដៃដបសូមអរគុណពុកម៉ែបងប្អូនដែលតែជួយទិញដូចជាទឹកញ័រដែលខ្ញុំលក់បាទអញ្ចឹងបងប្អូនដែលមានបញ្ហាស៊ីតកាពះដំបៅកាពះមេរោគក្នុងកាពះឬក៏បងប្អូនមានបញ្ហារលាកស្លាកឈឺចង្កេះឈឺខ្នងឈឺឆ្អឹងឈឺឆ្អាញអីបងប្អូនអាចប្រើប្រាស់ទឹកញ័រដែលខ្ញុំលក់បានមក10តែ50000នេះប្រើបាន6ខែបងប្អូនគឺល្អប្រើមែនទែនទឹកញ័រនេះមានលាយទឹកឃ្មុំនិងទឹកញ័រសុទ្ធបាទអញ្ចឹងបងប្អូនអាចខមងចូលតាម Telegram បានចូល Page ក៏បានឬចូលឆាត TikTok ក៏បានហើយរដូវការចូលឆ្នាំមកដល់ហើយបងប្អូនទិញកាបូបនេះម្នាក់មួយទៅប្រើទៅកាបូបនេះមួយតែ10000នេះបងប្អូនស្ពាយនៅខាងមុខដាក់អីវ៉ាន់យើងបានច្រើនហើយវាការពារដែលថាបាត់បង់របស់ទ្រព្យយើងជាពិសេសយើងដើរលេងកន្លែងមនុស្សអ៊ូអរច្រើនណាបាទសូមបងប្អូនជួយគ្រប់គ្រងផងបាទអរគុណច្រើនបងប្អូនដែលបានមើលវីដេអូនេះបាទជម្រាប